នេះគឺជាសាកលវិទ្យាល័យសេដ្ឋកិច្ចគ្រប់គ្រងនៅខេត្តបន្ទាយមានជ័យដែលគ្នាយើងនិយមហៅកាត់ថា UME សម្រាប់បងប្អូនដែលកំពុងតែស្វែងរកសិក្សាលើជំនាញច្បាប់គណនេយ្យហិរញ្ញវត្ថុភាសាអង់គ្លេសហើយរៀនសារទឹកធ្វើការច័ន្ទសុខទីនេះគឺជាកន្លែងដែលអ្នកទាំងអស់គ្នាកំពុងតែស្វែងរកហើយជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកដល់ក្រុងស្រីសុភ័ណ្ឌខេត្តបន្ទាយមានជ័យហើយខ្ញុំនឹងនាំអ្នកគ្នាទៅកាន់សាកលវិទ្យាល័យ UME ជាមួយនឹងខ្ញុំទាំងអស់គ្នាហើយនេះគឺជាសកម្មភាពតាមផ្លូវដែលខ្ញុំបានធ្វើដំណើរទៅសម្រាប់ខ្ញុំចេញពីខាងផ្សារថ្មីក្រុងស្រីសុភ័ណ្ឌមកមើលឈាងខាងមុខផ្សារតិចនោះអ្នកគ្នានឹងកលេចឃើញផ្សារនៃសាកលវិទ្យាល័យ UME ហើយអ្នកគ្នាបាត់ចូលប្រហែលជា200ម៉ែត្រមកអ្នកគ្នានឹងមកដល់ពេលនេះខ្ញុំបានមកដល់សាលា UME អ្វីដែលខ្ញុំកលេចឃើញមុនគេគឺអគារដែលធំពូជាងគេហ្នឹងនៅកណ្ដាលគេគឺជាអគារសិក្សាផងហើយជាការិយាល័យសិក្សាផងកន្លែងការិយាល័យសិក្សានេះគឺជាកន្លែងដែលសំខាន់មែនទែនសម្រាប់បងប្អូនដែលទើបចាប់បាត់ដប់និងអ្នកដែលមានចំណងលើជំនាញដែលខ្លួនចង់បន្តការសិក្សាផងដែរអ្នកនេះអាចមកសួរលម្អិតពីលោកគ្រូអ្នកគ្រូក៏ដូចជាបងនៅទីនេះបានសម្រាប់ជំនាញដែលអ្នកនេះស្រឡាញ់និងវេនសិក្សាសម្រាប់ងាយស្រួលក្នុងការពិចារណាមុនមកបន្តការសិក្សាផងដែរសម្រាប់ខ្ញុំនឹងនាំគ្នាដើរមើលបរិវេណសាលាមកជុំហើយនឹងប្រាប់ពីជំនាញដែលល្អទ្រទ្រនៅសាលានេះទៅកាន់អ្នកទាំងគ្នាពេលដែលដំបូងគេខ្ញុំទឹកឆ្វេងដៃនៃអគារគឺខាង Department ទេសចរខ្ញុំមកដល់សាលានេះគឺមានអារម្មណ៍ថាស្រស់ស្រាយសាលាគឺរៀបចំបានល្អដើមឈើម្លប់ត្រជាក់ហើយពេលដែលខ្ញុំទៅនោះគឺមេឃភ្លៀងទៀតអញ្ចឹងទៅវាកាន់តែត្រជាក់ហើយមានអារម្មណ៍ថា fresh មែនតើអ្នកនាងដោយសារឈើខៀវបៃតងស្ងាត់ហើយបរិវេណសាលាអត់មានសម្រាមស្បីតែមួយសាលាគេរៀបចំបានល្អហើយពេលដែលផ្លែកនោះពេលដែលខ្ញុំបានមកដល់សាលានេះគឺខ្ញុំបានកលេចឃើញតារាងកិត្តិយសដែលយើងនៅវិទ្យាល័យដែលនេះគេហៅថាតារាងនិស្សិតឆ្នើមមានន័យថាយើងជាប់និស្សិត top ប្រចាំ department អីអញ្ចឹងណាមើលទៅម្យ៉ាងថាជាការលើកទឹកចិត្តរបស់សិស្សឲ្យកាន់តែខិតខំប្រឹងប្រែងរៀនសូត្រហើយខ្ញុំបានដើរទៅខាងក្រោយខាង department នៅខាងច្បាប់ខាងរដ្ឋបាលសាធារណៈអីក៏បានជួបជាមួយនឹងបងខាង recruitment ដែលគាត់មកដាក់ស្វែងរកបុគ្គលិកសម្រាប់ intern ក៏ដូចជាបុគ្គលិកពេញសិទ្ធិផងដែរហើយម្យ៉ាងដែរអ្នកទាំងគ្នានៅទីនេះគឺមានការងាររត់មកដល់សាលាឲ្យយើងមកបងប្អូនដែលកំពុងតែរៀននៅទីនេះផ្ទាល់គឺមានឱកាសបានទៅ intern ក៏ដូចជាធ្វើការផ្សេងៗទៅតាមខាងក្រុមហ៊ុនគេមក recruitment នៅទីតាំងសាលាហើយនិងបរិវេណខេត្តរបស់ខ្លួនឯងផ្ទាល់ហើយបើយើងគិតមើលទៅនៅការចំណាយរៀននៅតាមខេត្តនេះគឺវារៀងអស់តិចទៅលើតម្លៃផ្ទះជួលហើយនិងការចំណាយការហូបចុកផ្សេងៗបើសិនបើយើងប្រៀបធៀបទៅនឹងការចំណាយក្នុងទីក្រុងហើយខ្ញុំបានដើរមកខាងក្រោយខ្ញុំបានកលេចទៅឃើញអគារមួយដែលមានស្ពានឆ្លងពីអគារខាងផ្នែកខាងច្បាប់ហ្នឹងទៅកាន់ខាងការិយាល័យអគារការិយាល័យសិក្សាធំហ្នឹងគឺមានស្ពានឆ្លងពីរហ្នឹងគឺនៅពេលដែលខ្ញុំឃើញអគារនេះខ្ញុំនឹកឃើញដល់សាលាមួយនៅភ្នំពេញគឺសាកលវិទ្យាល័យភូមិន្ទសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលគ្នាយើងហៅកាត់ថាសាលារូហ្នឹងគឺកន្លែងអគារអញ្ជើញហ្នឹងគឺមានស្ពានឆ្លងនៅដូចគ្នានឹកឃើញកន្លែងហ្នឹងមានបើទៅ style ដូចគ្នាហ្នឹងហើយខ្ញុំបានដើរមកប្រជុំខ្ញុំបានចូលទៅក្នុងថ្នាក់រៀនរបស់គេចំពោះថ្នាក់រៀនគឺរៀបចំបានល្អចំពោះបរិយាកាសក៏ដូចជាបរិខានៅក្នុងថ្នាក់រៀនមានស្លាយមានម៉ាស៊ីនត្រជាក់មានអីហើយមានសាលាឃើញថារៀបចំបានល្អហើយនិយាយរួមមកជំនាញដែលខ្ញុំនឹង recommend ទៅកាន់អ្នកនាងឲ្យមកបន្តការសិក្សានៅទីនេះគឺមានដូចជាជំនាញរដ្ឋបាលសាធារណៈជំនាញច្បាប់ជំនាញកណន័យហិរញ្ញវត្ថុជំនាញខាងធនាគារហើយថ្មីនេះខាងសាលាក៏បានប្រាប់មកដែរថាមានអាហារូបករណ៍សម្រាប់បងប្អូនដែលទើបតែបញ្ចប់ថ្នាក់ទី12ហ្នឹងអ្នកដែលបាននិទេស B គឺទទួលបាន 50% សម្រាប់បងប្អូនដែលទទួលបាននិទេស A គឺទទួលបាន 100% ហើយសម្រាប់បងប្អូនចង់បន្តការសិក្សាសារអាទិត្យអ្នកដែលចង់ធ្វើការច័ន្ទសុខអីសាលានៅទីនេះគឺល្អម្យ៉ាងសម្រាប់អ្នកនរគ្នាមានពេលសិក្សារៀនសូត្រសារអាទិត្យហើយធ្វើការច័ន្ទសុខហើយអ្នកដែលនៅតំបន់ខេត្តជិតៗនេះក៏ដូចជាអ្នកនៅក្រុងស្រីសុភ័ណ្ឌផ្ទាល់ទៀតងាយស្រួលតែម្ដងគឺយើងអាចនៅផ្ទះខ្លួនយើងហើយយើងអាចបន្តការសិក្សាបានដូចគេឯងតែអញ្ចឹងណាកុំឲ្យពិបាកទៅឆ្ងាយភ័យបារម្ភរឿងឆ្ងាយពីគ្រួសារអញ្ចឹងណាសម្រាប់ខ្ញុំចែកម្លែកទៅកាន់អ្នកនរគ្នាមានតែប៉ុណ្្នឹងឯងហើយអ្នកនរគ្នាអាចមកបញ្ជាក់ជាមួយនឹងសាលាបានទៅលើជំនាញដែលអ្នកនរគ្នាចង់រៀនហើយសាលាមានជំនាញដ៏ល្អជាច្រើនទៀតឲ្យអ្នកនរគ្នាមកជ្រើសរើសហើយសម្រាប់ខ្ញុំចែកម្លែកទៅកាន់អ្នកនរគ្នាមានតែប៉ុណ្្នឹងឯងជួបគ្នានៅ